បាទជំរាបសួរបងប្អូនគ្នាថ្ងៃនេះខ្ញុំចង់និយាយតិចតើតើជាមួយនឹងប្រភេទក្បាលវិជាវាមានល្អមានអត់ល្អតែតម្លៃខុសគ្នាតិចតួចទេអញ្ចឹងពេលបងប្អូនទិញកុំសូវសាញយើងតម្លៃពេករកកន្លែងលក់ណាដែលបងប្អូនទុកចិត្តហើយគេមានចំនួនបងប្អូនហើយយកល្អរៀងថ្លៃទៅជាក់ស្ដែងដូចក្បាលវិជានេះគាត់ទិញតាំងពី3 4 ឆ្នាំមុនណាមកវាខូចមើលគាត់ប្រើឡើងចាស់អស់ចេះហ្នឹងហើយអានេះពួកអត់ល្អហ្នឹងហើយតម្លៃកាលពីគាត់ទិញមុនរៀងថ្លៃប៉ុន្តែវាសមនឹងតម្លៃដែលគាត់ប្រើវា3 4 ឆ្នាំទំមតាវាខូចណាដល់ពេលខូចគាត់ទៅទិញថ្មីមួយទៀតពីកន្លែងគេតែបើធៀបជាមួយកន្លែងខ្ញុំវារៀងធូរថ្លៃជាងបន្តិចណាខុសគ្នា3រៀលឯហ្នឹងដល់ពេលគាត់យកទៅដូរបានតែមួយអាទិត្យពីរអីហ្នឹងឆេះបាត់នេះថ្មីជើឃើញហើយឆេះបាត់អញ្ចឹងគាត់ត្រូវទិញមួយទៀតយកទៅដូរហើយផ្ញើមកខ្ញុំជួសជុលអានេះតាក់ទល់កន្លែងគេថាជួសជុលអត់កើតទេត្រូវទិញថ្មីមួយទៀតអញ្ចឹងគាត់ប្រើបានតែ2អាទិត្យជាងអីហ្នឹងខូចគាត់ត្រូវទិញមួយទៀតតែអញ្ចឹងគាត់មិនអស់ចិត្តគាត់ដើរសួរកន្លែងផ្សេងណាតាក់ទងមកកន្លែងខ្ញុំហ្នឹងហើយយកល្អពីរបស់ខ្ញុំមួយទៅប្រើហើយផ្ញើមកជួសជុលខ្ញុំជួសជុលបានទាំងអស់ព្រោះហ្នឹងហើយអញ្ចឹងបច្ចុប្បន្នគាត់យកមួយទៅប្រើហើយអញ្ចឹងគាត់សល់ពីនេះទុកសកួរការពារប្រើឲ្យគាត់ទៀតទៅហ្នឹងហើយអញ្ចឹងកន្លែងគេអត់ជួសជុលទេគេឲ្យទិញថ្មីហ្នឹងហើយតម្លៃថោកជាងខ្ញុំតិចតួចទេហ្នឹងហើយអញ្ចឹងបងប្អូនពិចារណាខ្លួនឯងទៅពេលខូចក្បាលវិជាសំខាន់មិនមែនអស់លុយថ្លៃវិជាអស់ទៅលើពងមន់ដែលយើងនៅក្នុងទូពេញទូទៀតហ្នឹងហើយអញ្ចឹងចោលពងមន់មកទូហើយអស់លុយរឿងក្បាលវិជានឹងទៀតហ្នឹងហើយអញ្ចឹងខុសនេះតិចតួចកុំនេះណាចង់ថាកុំសាញតម្លៃខុសនេះតិចតួចហ្នឹងហើយមានល្អអញ្ចឹងនេះស្រាលតិចតម្លៃនេះស្រាលស្កើនេះល្អឡើងធ្ងន់យឹកហ្នឹងហើយអញ្ចឹងវាខុសគ្នាអត់ដូចគ្នាទេខាងក្នុងវាធ្វើកាត់គ្រឿងចោលច្រើនហើយអញ្ចឹងគុណភាពវាគឺតាមនឹងដែរ